ជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីបានរួចផុតគ្រោះថ្នាក់ពីដើមជ្រៃស័ក្តិសិទ្ធិមកក្រុមរបស់បងត្រីត្រូវធ្វើដំណើរឆ្ពោះទៅកាន់វត្តមួយដែលស្ថិតនៅដាច់ស្រយាលពីភូមិនោះហើយវត្តនោះហុំព័ន្ធទៅដោយព្រៃម៉ៃសានិងចេតិយចាស់ចាស់រាប់រយនៅក្នុងបរិវេណវត្តអ្នកភូមិតែងតែនិយាយតគ្នាថាយប់ឡើងកុំដើរកាត់តំបន់ចេតិយនោះឲ្យសោះព្រោះតែងតែមានសំឡេងមនុស្សស្រីយំសោកបោកខ្លួនរកកូនដែលបាត់បង់តើលើកនេះបងអាចនឹងបង្កបញ្ហាអ្វីទៀតដល់បងទាំង3នាក់នោះហើយតើមន្តអាគមរបស់បងត្រីអាចការពារពួកគេបានដែរឬទេតើមកស្ដាប់រឿងសម្រែកយំកណ្ដាលអាត្រៀតក្នុងវត្តដាច់ស្រយាលជាមួយខ្ញុំបាទផលរំដួលដូចតទៅឡានរបស់បងត្រីបានបើកបរចូលតាមខ្លោងទ្វារវត្តដែលបែកបាក់បន្តិចបន្តួចនៅវេលាម៉ោង6ល្ងាចទៅហើយវត្តនេះស្ងាត់ជ្រងំមានតែព្រះសង្ឃ2ទៅ3អង្គតែប៉ុណ្ណោះបើតាមការសង្កេតមើលរបស់បងផានបងត្រីក៏បានចូលទៅក្រាបថ្វាយបង្គំលោកគ្រូព្រះចៅអធិការវត្តនិងបានសុំទីកន្លែងដើម្បីស្នាក់អាស្រ័យនាយប់នោះព្រោះថាម៉ោងជាង6ល្ងាចទៅហើយមេឃក៏ចាប់ផ្ដើមងងឹតផងដែរបើបន្តដំណើរទៅមុខទៀតខ្លាចក្រែងមានបញ្ហានៅតាមផ្លូវហើយលោកគ្រូព្រះចៅអធិការវត្តក៏បានអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងកុដិចាស់មួយកន្លែងដែលនៅជាប់នឹងរបងវត្តខាងក្រោយដែលបរិវេណនៅក្បែរនឹងជុំវិញកុដិនោះជាកន្លែងដែលពោរពេញទៅដោយចេតិយចាស់ចាស់តូចធំជាច្រើនបន្តបន្ទាប់គ្នាបងជ្រុញគ្រាន់តែឃើញជួរចេតិយភ្លាមក៏ប្រញាប់រៀបចំកន្លែងដេកនៅចំកណ្ដាលគេហើយនិយាយថាយប់នឹងខ្ញុំសុំដេកកណ្ដាលគេហើយណាមើលចុះចេតិយដោះស្លាយចិត្តអស់ហើយក្រែងលោមានបងអាចបាននិយាយកាត់សម្ដីបងជ្រុញទាំងអស់សំណោចថាជ្រុញអើយចេតិយនឹងគឺផ្ទះខ្មោចហើយតើកន្លែងឯងដេកនឹងដូចដេកនៅក្នុងភូមិរបស់គេអញ្ចឹងកុំខ្លាចពេកកន្លែងវត្តអារាមខ្មោចមិនហ៊ានមកលងទេបន្ទាប់ពីបងទាំង4បានសំណេះសំណាលគ្នារួចរាល់មកសាច់រឿងរបស់យើងក៏កាត់មកដល់ម៉ោងប្រហែល1រំលងអាត្រៀតបរិយាកាសនៅក្នុងវត្តដាច់ស្រយាលមួយនេះក៏ប្រែជាស្ងាត់ជ្រងំខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតដែលធ្លាប់យំរំពងក៏ស្រាប់តែស្ងាត់បាត់សូន្យឈឹងខ្យល់ត្រជាក់ស្រែបបានបក់កាត់ចន្លោះជញ្ជាំងឈើកុដិហើយបងផាតដែលកំពុងលង់លក់ស្រាប់តែព្រឺសម្បល់ខ្ញារហូតដល់ភ្ញាក់ដឹងខ្លួនឡើងនៅចំកណ្ដាលសភាពស្ងប់ស្ងាត់នោះសំឡេងហ៊ឺក៏លាន់ឡើងតិចដំបូងឡើយវាហាក់ដូចជាសំឡេងខ្យល់បក់កាត់តាមប្រហោងចេតិយទេប៉ុន្តែយូរទៅ
សំឡេងនោះកាន់តែច្បាស់ទៅជាសំឡេងមនុស្សស្រីកំពុងយំខ្សឹកខ្សួលលាយឡំនឹងសំឡេងងុកងុកងុកដូចជាមានរបស់អ្វីម្យ៉ាងបោកទង្គិចនឹងដុំថ្មអញ្ចឹងបងផាតទប់អារម្មណ៍ភ័យខ្លាចរួចលើកពិលមកបំភ្លឺថ្នមតាមចន្លោះជញ្ជាំងក្តារពន្លឺពិលបានជះទៅចប់ជួរចេតិយដែលបានបាក់បែកនិងដុះស្លែខ្មៅក្រាស់អ្វីដែលគាត់បានឃើញហាក់ធ្វើឲ្យឈាមនៅក្នុងខ្លួនរបស់គាត់លែងចង់ដំណើរការតើបងប្អូនដឹងថាគាត់បានឃើញអ្វីទេនៅចំពីមុខចេតិយធំជាងគេមានស្ត្រីម្នាក់ស្លៀកសំពត់បត់អាវប៉ាក់ពណ៌សដែលប្រឡាក់ដោយឈាមពាសពេញដងខ្លួននាងអង្គុយលុតជង្គង់បោកខ្លួនយំសោកយ៉ាងវេទនាអ្វីដែលរន្ធត់បំផុតនោះគឺរាល់ពេលដែលនាងយំបញ្ចេញសំឡេងកូនម៉ែកូននៅឯណានាងបានយកក្បាលបោកទៅនឹងថ្មចេតិយខ្លាំងរហូតដល់ឈាមពណ៌ខ្មៅហូរស្រោចពេញផ្ទៃមុខរបស់នាងភ្នែករបស់នាងមិនមែនជាភ្នែកមនុស្សធម្មតាទេគឺវាលៀនចេញមកខាងក្រៅហើយសម្លឹងចុះទៅក្នុងដីហាក់ដូចជាចង់កាយរោគរបស់អ្វីម្យ៉ាងអញ្ចឹងបងផានចង់ស្រែកហៅមិត្តភក្តិដែរតែមាត់របស់គាត់ហាក់ដូចជាត្រូវបានគេខ្ទប់ជាប់រីឯខ្លួនប្រាណទាំងមូលរឹងកំព្រឹសដូចដុំថ្មអញ្ចឹងខណៈពេលដែលបងផាតកំពុងស្ថិតនៅក្នុងភាពតក់ស្លុតបងអាចដែលដេកនៅក្បែរបង្អួចក៏ស្រាប់តែភ្ញាក់ឡើងទាំងមួម៉ៅព្រោះគាត់ក៏បានឮសំឡេងនោះដែរតែដោយគាត់មិនបានដឹងពីសភាពការនៅខាងក្រៅបងអាចបានស្ទុះទៅរុញបង្អួចឈើបើកឡើងយ៉ាងខ្លាំងរួចស្រែកខ្លាំងថាហើយអ្នកណាមកយំយប់ប្រលប់នឹងមនុស្សចង់ដេកពួនបើចង់យំទៅយំនៅផ្ទះទៅរំពេចនោះសម្រែកយំក៏ស្ងាត់បាត់ឈឹងហើយបរិយាកាសនៅជុំវិញក៏ប្រែជាស្ងាត់សូន្យឈឹងគួរឲ្យខ្លាចជាងមុនគុណនឹង10ស្ត្រីម្នាក់នោះបានងើបក្បាលដែលបែកឈាមជោកឡើងយឺតរួចបែរក្បាលមកសម្លឹងចំបង្អួចដែលបងអាចកំពុងតែឈរភ្នែកពណ៌ក្រហមច្រាលរបស់នាងសម្លឹងភ្លុះមកចំកែវភ្នែកបងអាចនាងមិនបានដើរមកស្រួលបួលទេប៉ុន្តែនាងបានលូនចុះពីលើកម្រាលឥដ្ឋចេតិយលូនកាត់ស្មៅខ្ពស់សំដៅមករោគកុដដែលគាត់កំពុងតែសម្រាកនោះដោយប្រើល្បឿនយ៉ាងលឿនដោយសភាពដែលលូនមកនោះគឺប្រើដៃផងជើងផងឯភ្នែករបស់នាងគឺសម្លឹងមករកកុដនោះរហូតហើយសំឡេងក្រចកដៃរបស់នាងអូសកាត់ដីឮសូរក្រាកក្រាកក្រាកធ្វើឲ្យគ្រប់គ្នាដែលកំពុងដេក
ក៏ត្រូវភ្ញាក់ឡើងទាំងទឹកមុខភ័យរៀងខ្លួនបងត្រីបានដឹងភ្លាមថាមានរឿងមិនសូវស្រួលហើយនោះគាត់បានយកខ្សែចំណងសីមាមន្តអាគមដែលមានពណ៌លឿងទុំចងព័ទ្ធជុំវិញខ្លួនរបស់ពួកគេទាំង4នាក់ជាបន្ទាត់រង្វង់រហូតដល់ទៅ2ជុំឯណោះខ្មោចស្រីនោះបានលិចមុខនៅមាត់បង្អួចមុខរបស់នាងប្រែជាហើមប៉ោងភ្នែកលៀនចេញមកក្រៅហើយនាងបានលូកដៃដែលមានសភាពស្គមស្គាំងមានតែស្បែកដណ្ដប់ឆ្អឹងមករកបងអាតព្រមទាំងស្រែកធ្ងរដោយសំឡេងស្អកថាកូនអញគេយកកូនអញទៅចោលនៅក្នុងទឹកឆាប់មកជួយកូនអញផងបើមិនជួយទេអញនឹងយកពួកឯងទៅនៅជាមួយកូនអញហើយនៅពេលដែលដៃខ្មោចស្រីនោះបំរុងនឹងប៉ះជើងបង្អានស្រាប់តែមានពន្លឺពណ៌មាសជះចេញពីខ្សែចំណងមន្តអាគមនោះធ្វើឲ្យវិញ្ញាណខ្មោចស្រីនោះបានខ្ទាតចេញទៅក្រៅយ៉ាងខ្លាំងលាន់លឺសូផាំងលាន់ដូចរន្ទះបាញ់អញ្ចឹងនាងស្រែកធ្ងរដោយសភាពឈឺចាប់រួចក៏រលេបាត់ទៅក្នុងភាពងងឹតនៃជួរចេតិយវិញដោយបន្សល់ទុកនៅក្លិនឆ្អាបឈាមយ៉ាងខ្លាំងបងត្រីបានដកដង្ហើមធំរួចមានប្រសាសន៍តិចថានេះមិនមែនជាខ្មោចលងធម្មតាទេនេះគឺជាវិញ្ញាណដែលចងគំនុំនិងមានទុកសោកធំធេងណាស់បើមិនដោះស្រាយរឿងកូនរបស់នាងទេយប់ស្អែកនាងនឹងត្រឡប់មកវិញនៅក្នុងសភាពសាហាវជាងនេះទៅទៀតពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមបានជះមកលើដំបូលសាលាកុដិប៉ុន្តែវាមិនបានធ្វើឲ្យភាពភ័យខ្លាចក្នុងចិត្តរបស់បងអាតនិងបងជ្រុញបានថមថយចុះនោះទេបន្ទាប់ពីបានស្ដាប់សង្ឃដីការបស់ព្រះគ្រូចៅអធិការវត្តរួចមកក្រុមរបស់បងត្រីក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ស្រះទឹកបុរាណមួយដែលស្ថិតនៅឆ្ងាយដែលនៅផ្នែកខាងក្រោយវត្តជាកន្លែងដែលក្មេងតូចម្នាក់បានលង់ទឹកស្លាប់កាលពីប៉ុន្មានខែមុនស្រះទឹកនោះមានសភាពក្រមៅនិងត្រជាក់ស្រែបទោះបីជាថ្ងៃត្រង់ក៏ដោយនៅជុំវិញមាត់ស្រះសម្បូរទៅដោយឫសឈើធំដុះចាក់ស្រេះចូលទៅក្នុងទឹកមើលទៅដូចជាម្រាមដៃខ្មោចដែលចាំអូសទាញអ្នកដែលចុះទៅលេងទឹកនោះចុះទៅបាត់ក្រោមស្រះបងផានដែលបានពិនិត្យពីសភាពទីតាំងនេះយ៉ាងល្អិតល្អន់ក៏ចង្អុលទៅកាន់ដើមជ្រៃមួយដើមដែលផ្អៀងទៅរកផ្ទៃទឹកអាត្រីខ្ញុំមានអារម្មណ៍ដែលអាចប្រាប់មកខ្ញុំបានថាគឺក្មេងនោះវានៅក្រោមដើមជ្រៃនឹងឯងបងត្រីងក់ក្បាលរួចដកអាវុធស័ក្តិសិទ្ធិដែលជាកាំបិតស្នៀតគាត់ក៏បានដកចេញពីស្រោមមករួចសូត្រមន្តគាថាអេតិបិសោវិញ្ញាណកុមារចូលលេចរូបរាងឲ្យយើងឃើញចុះគ្រាន់តែសូត្រចប់ភ្លាមស្រាប់តែផ្ទៃទឹកដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ក៏ចាប់ផ្ដើមបែកពពុះពាសពេញផ្ទៃទឹករួចលេចចេញជាអាវក្មេងតូចពណ៌សមួយអណ្ដែត
ឡើងមកលើផ្ទៃទឹកបងជ្រុញដែលចង់ជួយមិត្តភ័ក្តិក៏ស្ទុះលូកដៃស្រង់អាវនោះប៉ុន្តែរំពេចនោះស្រាប់តែមានដៃតូចតូចពណ៌ខ្មៅជាច្រើនលូកចេញពីក្នុងទឹកមកចាប់ទាញដៃបងជ្រុញយ៉ាងណែនពេលនោះបងជ្រុញក៏ស្រែកឡើងជួយផងអាត្រីវាទាញខ្ញុំចុះទៅហើយបងជ្រុញស្រែកទាំងភ័យស្លន់ស្លោខណៈដែលខ្លួនប្រាណរបស់គាត់កំពុងត្រូវបានកម្លាំងអាថ៌កំបាំងទាញចូលទៅក្នុងភក់នៃបាតស្រះនោះបងត្រីប្រញាប់យកកាំបិតស្នៀតដែលគាត់បានកាត់ដៃទៅកាប់ដៃដែលកំពុងតែទាញបងជ្រុញឲ្យគ្រាន់តែកាំបិតប៉ះដៃតូចតូចនោះតែបន្តិចសោះដៃទាំងនោះដាច់ផុយណាស់ហើយធ្លាក់ចុះទៅបាតស្រះវិញអស់ទៅរំពេចនោះដែរក៏មានសំឡេងកូនក្មេងយំលាន់ឮចេញពីបាតស្រះមកធ្វើឲ្យផ្ទៃទឹកប្រែទៅជាពណ៌ឈាមពាសពេញផ្ទៃស្រះបងត្រីនិងបងផាតប្រឹងទាញបងជ្រុញឡើងមកលើគោកវិញជាមួយគ្នានោះដែរពួកគេក៏បានស្រង់ជាប់នៅកញ្ចប់ក្រណាត់សមួយដែលជាប់នឹងអាវនោះមកដែរនៅពេលពួកគាត់បានបើកកញ្ចប់នោះមើលគ្រប់គ្នាស្ទើរតែឈប់ដកដង្ហើមភ្លាមវាគឺជាធាតុរបស់ក្មេងប្រុសម្នាក់ដែលត្រូវបានគេច្រកទុកក្នុងដបជ័រមួយរួចចងភ្ជាប់នឹងដុំថ្មទម្លាក់ចូលក្នុងទឹកនេះបងត្រីដកដង្ហើមធំមិនមែនក្មេងនេះលង់ទឹកស្លាប់ដោយចៃដន្យទេគឺមានគេធ្វើអំពើអាបធ្មប់ចងវិញ្ញាណក្មេងនេះទុកមិនឲ្យទៅចាប់ជាតិដើម្បីប្រើប្រាស់ធ្វើជាកូនក្រប៉ុន្តែមិនបានសម្រេចទៅវិញ្ញាណម្ដាយរបស់ក្មេងនេះព្យាយាមតាមរកកូនមិនឃើញបែបនេះបងត្រីបានរៀបចំពិធីបាំងស្កូលនិងដុតធូបហៅវិញ្ញាណម្ដាយឲ្យមកទទួលយកកូនរំពេចនោះខ្យល់បក់បោកមកយ៉ាងខ្លាំងស្រមោលស្ត្រីអាវសដែលធ្លាប់តែលងយ៉ាងសាហាវក៏លេចចេញមកប៉ុន្តែលើកនេះនាងមិនបានបោកក្បាលទៀតទេនាងបានលើកដៃសំពះទៅកាន់បងត្រីនិងបងទាំង4នាក់ទៀតទាំងទឹកភ្នែករួចអោបក្រសោបយកវិញ្ញាណកូនរបស់នាងបាត់ទៅក្នុងពន្លឺពណ៌សព្រាលយប់នោះវត្តដាច់ស្រយាលប្រែជាមានសភាពស្ងប់សុខវិញជារៀងរហូតបងអាតដែលធ្លាប់តែមាត់រឹងក៏សុខចិត្តដេកអោបជើងបងត្រីពេញមួយយប់មិនហ៊ានងើបទៅណាឡើយព្រឹកឡើងមុននឹងចេញដំណើរទៅបន្តទៀតបងជ្រុញបានសួរទៅបងត្រីថាអាត្រីចុះបើម្ដាយក្មេងនោះមិនព្រមទៅវិញតើយើងនឹងទៅជាយ៉ាងណាបងត្រីសម្លឹងទៅកាន់ផ្លូវខាងមុខរួចឆ្លើយទាំងញញឹមស្ងួតថាបើគេមិនទៅគឺយើងនឹងហើយដែលត្រូវទៅដេកក្បែរចេតិយនោះជំនួសគេតាកុំគិតច្រើនពេកប្រញាប់ឡើងដំណើរយើងនៅវែងឆ្ងាយទៀតហើយសាច់រឿងរបស់យើងក៏ចប់តែត្រឹមនេះសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយៗទៀត